សូមជំរាបសួរលោកគ្រូខ្ញុំជាក្រុមការងាររបស់សារព័ត៌មានរយងថ្ងៃនេះមកសូមកិច្ចសភាពីលោកគ្រូជាដំបូងចំនួនដំបូងគឺតើលោកគ្រូបានត្រៀមខ្លួនរួចរាល់ហើយនៅសម្រាប់រដូវកាលថ្មីខាងមុខនេះបាទសម្រាប់រដូវកាលថ្មីនេះខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការរៀបចំក្រុមមួយត្រៀមក្នុងការប្រកួតលីកនារីនៅរដូវកាលថ្មីនេះបាទសម្រាប់លីកនារីនៅរដូវកាលមុនគឺសម្រាប់ចំណុចខ្លាំងរបស់ការខ្ញុំមើលឃើញគឺអ្វីដែលយើងប៉ះប្រកួតជាមួយនឹងក្រុមខ្លាំងដូចជាក្រុមភ្នំពេញក្រោនស្វាយរៀងនាកានិងក្រុមផ្សេងទៀតដែលសិតតែក្រុមដែលគាត់រៀបចំក្រុមបានល្អហើយនឹងគុណភាពកីឡាករនេះគាត់ក៏ខ្លាំងសម្រាប់ការប្រកួតនៅចុងសប្តាហ៍គឺល្អសម្រាប់លីកដែរប៉ុន្តែបើសិនជាយើងអាចនឹងលេងនៅពេលអាចលេងពេលយប់យើងកាន់តែភាសាព្រោះពាក់កាសៀតក៏តិចនឹងងាយស្រួលដល់កីឡាករនេះលេងហើយក៏ងាយស្រួលដល់ទស្សនិកជនគាត់ទៅគ្រប់គ្រងដែរបាទសម្រាប់រដូវកាលថ្មីនេះគឺខ្ញុំតាំងចិត្តប្រឹងប្រែងរៀបចំក្រុមនៃវិសកានបានល្អដើម្បីទៅប្រកួតប្រជែងនៅក្នុងលីករដូវកាលថ្មីនេះឲ្យកាន់តែបានលទ្ធផលកាន់តែល្អនិងប្រសើរជាងឆ្នាំមុនបាទសម្រាប់ខ្ញុំជាចុងក្រោយគឺមានសំណូមពរដល់អ្នកគ្រប់គ្រងបាល់ទាត់ជាតិទាំងអស់សូមឲ្យពួកគាត់ចូលរួមគ្រប់គ្រងនៅលីកនារីឲ្យបានច្រើនដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករនារីរបស់លីកនារីរបស់យើងសម្រាប់ខ្ញុំគឺក្លឹបនៅក្នុងលីកកម្ពុជាកម្ពុជាបង្កើតក្រុមនារីឲ្យបានគ្រប់បានច្រើនវាកាន់តែល្អសម្រាប់នៅលីកនារីយើងក៏ដូចជាសម្រាប់ជំរឿជាតិនារីដែរ